អ្នកណាគេខ្លះពេលដែលហូបពូកគោអត់ចូលចិត្តហូបឬក៏អត់ហ៊ានហូបពូកគោដោយសារតែពេលហូបទៅមានអារម្មណ៍ថាទើសទាល់ជាមួយនឹងអាស្បែកខ្មៅនៅលើពូកគោលើកាដាប់ឆ្អេនិយាយទៅឲ្យតែពូកគោអញ្ចឹងវាមានហើយអាស្បែកខ្មៅហ្នឹងវាជាប់នៅឯសារហ្នឹងវាគឺជាធម្មជាតិរបស់អាស្បែកកន្លែងហ្នឹងហើយវាគឺជាប្រភេទពូកគោអញ្ចឹងវាមិនត្រឹមតែធំក្លិនអាក្រក់ធំក្លិនស្អុយធំក្លិនអាក្រក់ខ្លាំងទេសំបីតែពេលដែលយើងលាងគឺពិបាកលាងមែនតើពេលខ្លះលាង4 10 20ទឹកហើយក៏នៅតែអញ្ចឹងដែរអញ្ចឹងអ្នកនរអគ្នាប្រកាសជាចង់ធ្វើឲ្យកន្លែងហ្នឹងវាស្អាតឲ្យស្បែកអាកន្លែងហ្នឹងវាស្អាតវាជ្រះវាសហើយទៅវាបាត់ក្លិនច្រើនឲ្យពូកគោពេលដែលយើងហូបទៅមានអារម្មណ៍ស្និទ្ធមាត់ហើយវាស្អាតមើលទៅពណ៌សមានជាប់អាស្បែកខ្មៅអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញពីវិធីលាងងាយមែនតើមានត្រូវការដាំទឹកក្តៅលាកដៃលាកជើងអីទេគឺអ្នកទាំងអស់គ្នាមានកបោដែលចាស់ហូបស្លាហូបម្លូបៀកស្លាបៀកម្លូហ្នឹងគឺអ្នកទាំងអស់គ្នាយកវាមកត្រាំទឹកឧទាហរណ៍ថាដាក់ទឹកប្រហែលជា5 6 លីត្រ1 លីត្រពូកគោចំនួនពូកគោដែលអ្នកទាំងអស់គ្នាបានត្រាំហ្នឹងទៅដាក់កបោមកចភាកំប៉ុងឬក៏មកចភាកន្លះទៅតាមគោចាស់បើគោខ្ចីដាក់មកចភាអីល្មមទៅបើសិនជាគោចាស់អីអញ្ចឹងយើងដាក់មកចភាកន្លះអីទៅព្រោះស្បែកគោចាស់អញ្ចឹងវារៀងក្រាស់ជាងវារៀងស្វិតជាងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រាំវាប្រហែលជា10 ទៅ 15 នាទីបើសិនជាអត់មានពេលទេត្រឹម15 នាទីអីទេបើសិនជាមានពេលទុកដល់កន្លះម៉ោងអីអញ្ចឹងទៅអ្នកទាំងអស់គ្នាយកដៃមកញីឬក៏យកចភាមកកោសកន្លែងណាដែលវាស្បែករៀងក្រាស់គឺចាញ់ដូចឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងវិធីនេះគឺជួយបានល្អមែនទែនឲ្យយើងចំណេញកម្លាំងហើយចំណេញពេលវេលាហើយសំខាន់ប្រើទឹកអស់តិចអត់សូវលាងច្រើនយើងលាងច្រើនដែរមានន័យថាយើងលាងយកអាស្បែកខ្មៅដែលយើងត្រាំជាមួយនឹងទឹកកបោហ្នឹងចេញទៅបន្ទាប់មកអ្នកនរគ្នាលាងវាសម្អាតទៅដូចអានេះចឹងអានេះគេហៅ100ស្រទាប់អញ្ចឹងខ្ញុំគាស់វាលាងបានស្អាតហើយអញ្ចឹងគឺត្រាំកបោជាមួយនឹងទឹកបន្ទាប់មកដាក់វាត្រាំទុក15 ទៅ 20 នាទីអ្នកទាំងអស់គ្នាចាប់ផ្ដើមយកដៃទៅបេះមើលតើអាស្បែកខ្មៅហ្នឹងវាចាប់ផ្ដើមផុយល្បកនៅបើសិនជាផុយល្បកហើយអ្នកទាំងអស់គ្នាអាចយកចភាកោសឬក៏ញីអីក៏បានដែរឬក៏ធ្វើមិនក៏បានដែរឲ្យតែអ្នកទាំងអស់គ្នាស្រួលថាដើម្បីយកអាស្បែកខ្មៅហ្នឹងចេញប៉ុន្តែវាផុយស្រួលហើយយើងមិនបាច់ចាំតែបានទឹកហើយនេះលទ្ធផលគឺស្បែកកន្លែងហ្នឹងគឺដូចជាពូកគោដែលខ្ញុំធ្វើដល់ប្រហែលអ្នកទាំងអស់គ្នាគឺសក្បោះមែនតើអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអញ្ចឹងនេះលទ្ធផលគឺឃើញថាបានស្អាតសឹងតែ95% ដោយសារខ្លះវានៅតិចតួចហ្នឹងវាកន្លែងហ្នឹងវាហឹងខ្លាំងហើយពេលដែលត្រាំទៅវាកលើគ្នាអញ្ចឹងវាជ្រាបអត់បានល្អដោយសារតែខ្ញុំប្រញាប់យកវាទៅស្ងោរអញ្ចឹងអ្នកទាំងអស់គ្នាមានពេលទុកទៅ20 ទៅ 30 នាទីគឺជ្រះល្អមែនតើអញ្ចឹងអ្នកទាំងអស់គ្នាសង្ឃឹមថានឹងរកវិធីធ្វើពូកគោបានស្អាតល្អហើយបាត់ក្លិនឲ្យបានស